វគ្គទី109ក្អមវេទមន្តមានតាចាស់ម្នាក់ដើរពពីនីលក់ក្អមរបស់គាត់នៅតាមផ្លូវតាចាស់ដើរមកដល់មុខផ្ទះព្រិញគាត់ក៏ឈប់បន្តិចហើយស្រែកហៅព្រិញគ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានចៅអើយត្រូវការទិញក្អមទេចៅជួយទិញក្អមតាមួយទៅដើម្បីឲ្យតាបានប្រាក់ខ្លះយកទៅទិញអីហូបជួយទិញមួយទៅណាចៅខ្ញុំចង់ជួយទិញណាស់តែខ្ញុំអត់មានប្រាក់ទេលោកតាអើយអូត្រូវហើយខ្ញុំមានអាហារខ្លះដែរលោកតាចាំនៅត្រង់នេះសិនទៅចាំខ្ញុំទៅយកអាហារមកជូននិយាយចប់ព្រិញរត់ចូលទៅក្នុងផ្ទះបាយហើយយកអាហារមួយកញ្ចប់យកមកជូនតាចាស់នេះលោកតាអាហារមួយកញ្ចប់នេះខ្ញុំជូនលោកតាយកទៅពិសាចុះអូហូបាទតាអរគុណហើយណាចៅចិត្តបានមែនទែនហើយនេះចៅយកក្អមនេះទៅតាឲ្យអត់ទេលោកតាចៅមិនយកទេលោកតាទុកលក់ចុះចៅអរគុណហើយក្មេងល្អតាអរគុណហើយណាបើអញ្ចឹងតាលាចៅទៅសិនហើយសូមឲ្យបានសុខចម្រើនណាចៅបាទជម្រាបលាលោកតាចាស់ក៏បានដើរចេញទៅនៅមុខផ្ទះរបស់ស្វាយក្អមអើយក្អមត្រូវការទិញក្អមទេចៅអូក្អមទេតាខ្ញុំកំពុងរកទិញក្អមដាក់ទឹកផងឈប់សិនលោកតាឈប់សិនហើយចុះក្អមរបស់លោកតាលក់យ៉ាងម៉េចដែរបាទក្អមតា1-2,000រៀលណាចៅជួយទិញមួយទៅបើអញ្ចឹងខ្ញុំទិញមួយនេះប្រាក់ណាលោកតាបាទគ្រប់ហើយចៅគ្រប់ហើយហើយនេះក្អមរបស់ចៅលោកតានិយាយអញ្ចឹងលោកតាដើរលក់ក្អមរាល់ថ្ងៃមែនទេត្រូវហើយចៅថ្ងៃស្អែកតានឹងមកលក់តាមផ្លូវនេះទៀតអញ្ចឹងតាលាចៅទៅសិនហើយណាក្អមអើយក្អមអូសូមអញ្ជើញទៅចុះលោកតាក្អមអើយក្អមបងប្អូនអើយត្រូវការទិញក្អមទេក្អមអើយក្អមជួយទិញក្អមខ្ញុំម្នាក់មួយទៅក្អមអើយក្អមមួយនេះស្អាតដល់ហើយឡើងរលោងស្រើតែម្ដងស្អីគេហ្នឹងប្រាក់មានប្រាក់នៅក្នុងក្អមប្រាក់ច្រើនណាស់លោកអើយមិននឹងអាចទៅរួចទៅមិនគួរឲ្យជឿទេនេះនៅផ្ទះរបស់ព្រិញឯងថាមិននឹងស្វាយជាការប៉ັດមែនទេឯងមិនបានកុហកពួកយើងទេហ៎គឺប៉ັດមែនហើយសម្លាញ់ត្រូវហើយព្រឹកមិញគ្នាក៏បានជួបគាត់ដែរគាត់ថែមទាំងបានឲ្យក្អមនោះមកគ្នាទៀតផងតែគ្នាមិនយកទេទុកឲ្យគាត់លក់ចុះហើយគ្នាក៏បានជូនអាហារខ្លះទៅគាត់ផងដែរស្វាយនិយាយអញ្ចឹងតើថ្ងៃណាទៅតានោះមកលក់ក្អមទៀតម៉ែណៃកាលទៅគាត់មកលក់ទៀតទៅគ្នាចង់ទិញដែរអូស្អែកគាត់មកលក់ទៀតហើយបើពួកឯងចង់ទិញទៅរងចាំនៅមុខផ្ទះគ្នាទៅល្អណាស់ស្អែកខ្ញុំនឹងក្រោកទៅចាំទិញពីព្រលឹមតែម្ដងចាំតែមើលចោះព្រឹកថ្ងៃបន្ទាប់អ្នកស្វាយមិនក៏យូរម្លេះថ្មនេះទៅហើយមិនទាន់ឃើញគាត់មកដល់ទៀតឯងកុំអើផ្ទះសាចាំបន្តិចសិនទៅចៅអើយត្រូវការទិញក្អមទេជួយទិញក្អមតាមម្នាក់មួយទៅចៅឈប់សិនលោកតាឈប់សិនលោកតាគឺថាខ្ញុំនឹង7ចង់ទិញក្អមរបស់លោកតាប៉ុន្តែពួកខ្ញុំអត់មានប្រាក់ទេពួកខ្ញុំមានតែអាហារប៉ាត់មែនហើយតើលោកតាអាចយកអាហារជំនួសប្រាក់បានទេខ្ញុំពិតជាចង់ទិញក្អមរបស់លោកតាខ្លាំងណាស់បានដោះដូរជាអាហារក៏បានមិនអីទេចៅអូហូខ្ញុំពិតជាសប្បាយចិត្តណាស់អរគុណលោកតានេះកញ្ចប់អាហារណាលោកតាបាទនេះក្អមរបស់ចៅណាហើយក្អមមួយនេះគឺជារបស់អំពិលអាយ៉ាក្អមនេះស្អាតខ្លាំងណាស់អរគុណហើយណាលោកតារបស់គ្នាក៏ស្អាតដែរណាទេអើយតោះអំពិលឆាប់បោកវាទៅសម្លាញ់បោកទៅម្ទេសនិងអំពិលមិនបង្អង់យូរក៏បោកបំបែកក្អមមួយរំពេចភុះចេញមាសចេញប្រាក់
មកទេអំពើហើយពួកចៅធ្វើស្អីហ្នឹង អេមិនក៏នៅក្នុងក្អមនេះអត់មានប្រាក់អញ្ចឹងមិនប៉ាត់ទេមិនអាចទេ ចៅហើយចៅក្អមនេះជាក្អមវេទមន្តមិនក៏ចៅបោកវាចោលទៅកើតចៅបោកវាបែបនេះមាសប្រាក់ទាំងប៉ុន្មានវានឹងរលាយបាត់អស់ហើយចៅក៏គ្មានបានស្អីដែរ និយាយចាប់តាចាស់លោកក្អមក៏រលាយបាត់មួយរំពេចលោកតា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 តាណាបាត់ហើយហៃយ៉ាប្រាក់ក៏បងថងក៏ដាច់មិនក៏ទៅជាបែបនេះហេតុអីទេនេះមកពីពួកឯងលោភលន់ពេកចង់មានខុសទំនងបើចង់បានមាសប្រាក់ឯងត្រូវខំប្រឹងរកស៊ីមិនមែនលោភលន់ខុសរបៀបបែបនេះទេឯងឃើញទេលទ្ធផលចុងក្រោយស្អីក៏ពួកឯងមិនបានដែរមែនហើយរឿងនេះមកពីខ្ញុំលោភលន់ពេកមិនគួរសោះខ្ញុំអើយហើយចង់ចេះត្រូវខំរៀនចង់មានត្រូវខំរកបុគ្គលលោភលន់រមែងជប់សេចក្តីវិនាសូមរងចាំទស្សនាវគ្គបន្ត គ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន